នៅកន្លែងធ្វើការវិញក៏ដូចគ្នាមនុស្សដែល insecure គឺតែងតែខ្លាចមិត្តរួមការងាររបស់គាត់នឹងរីកចម្រើនជាងគាត់អញ្ចឹងគាត់ត្រូវតែធ្វើអីមួយដើម្បីទាញអ្នកផ្សេងទម្លាក់មកវិញជាជាងការរុញគ្នាឲ្យឡើងការគិតបែបហ្នឹងជាការគិតដែលមានគ្រោះថ្នាក់មែនទែនព្រោះនៅពេលដែលអ្នកផ្សេងរីកចម្រើនមែនទែនទៅវាអត់មានបានប៉ះពាល់អីដល់យើងទេមនុស្សយើងមានភាពល្អមានចំណុចខ្លាំងនិងចំណុចខ្សោយនឹងផ្សេងគ្នាបើសិនជាយើងផ្ដោតតែទៅលើអាចំណុចខ្លាំងរបស់យើងហើយយើងទុកឲ្យអ្នកផ្សេងគេរះគេឡើងទៅលើឬក៏គេធ្វើសកម្មភាពអីហ្នឹងជារឿងរបស់គេព្រោះវាអត់មានអីពាក់ព័ន្ធជាមួយនឹងយើងទេចំណុចមួយទៀតដែលខ្ញុំអាសាឃើញដែរមនុស្សដែល insecure ចូលចិត្តយក credit មានន័យថាការងារហ្នឹងមិនមែនគាត់អ្នកធ្វើទេឬមួយក៏គាត់ធ្វើដែរប៉ុន្តែគាត់មានចំណែកតូចមួយនៅក្នុងការងារហ្នឹងទេប៉ុន្តែគាត់ចូលចិត្តយក credit ថាគាត់គឺជាអ្នកធ្វើរឿងហ្នឹងឬមួយក៏គាត់មានចំណែកធំនៅក្នុងរឿងហ្នឹងដែលជាដើមហេតុធ្វើឲ្យរឿងហ្នឹងបានកើតឡើងមនុស្សដែល insecure គាត់ភ័យខ្លាចច្រើនគាត់បារម្ភច្រើនដូច្នេះគាត់អត់សូវហ៊ានធ្វើអីដោយខ្លួនឯងទេប៉ុន្តែនៅពេលដែលគាត់ឃើញមិត្តរួមការងាររបស់គាត់ធ្វើរឿងហ្នឹងគាត់នឹងប្រើប្រាស់វិធីនៅក្នុងការ criticize មានន័យថានិយាយចាក់ចុចឬមួយក៏និយាយនៅក្នុងការបន្លាចដើម្បីបំភ័យថាធ្វើរឿងហ្នឹងធ្វើមិនកើតទេឬមួយក៏អ្នកឯងគ្មានសមត្ថភាពដើម្បីធ្វើរឿងហ្នឹងទេព្រោះគាត់គិតថាការនិយាយរបស់គាត់ហ្នឹងវានឹងទៅបង្អាក់ដំណើរឲ្យមនុស្សដទៃទៀតហ្នឹងអត់អាចធ្វើរឿងហ្នឹងបាននៅកន្លែងការងារមានមនុស្សច្រើនមែនតើហើយមានតំណែងផ្សេងគ្នាប៉ុន្តែការដែលដោះស្រាយជាមួយនឹងអារម្មណ៍ insecure សម្រាប់ខ្លួនឯងបើសិនជាយើងជាមនុស្ស insecure កុំឲ្យប៉ះពាល់ទៅដល់មិត្តរួមការងារយើងផ្សេងអ្វីដែលយើងគួរធ្វើគឺស្វែងរកភាពខ្លាំងរបស់ខ្លួនឯងខ្ញុំជឿថានៅក្នុងក្រុមហ៊ុនមួយគឺគេមានផ្នែកច្រើនមែនតើជាក់ស្ដែងនៅក្នុងក្រុមហ៊ុនដែលខ្ញុំធ្វើការយើងមានផ្នែកផលិតយើងមានក្រុមថតយើងមានផ្នែកលក់យើងមានផ្នែកធ្វើ marketing អីចឹងទៅអញ្ចឹង department ទាំងអស់មនុស្សដែលធ្វើការនៅក្នុង department ទាំងអស់ហ្នឹងគឺគាត់មាន skill គាត់មានជំនាញទៅតាមផ្នែករបស់គាត់នីមួយអញ្ចឹងព្យាយាមធ្វើយ៉ាងណាមើលទៅលើអា core value មើលទៅលើតម្លៃមើលទៅលើភាពខ្លាំងរបស់យើងដែលយើងមានហើយកុំប្រៀបធៀបជាមួយនឹងអ្នកដទៃតែកាលណាយើងប្រៀបធៀបវាច្បាស់ហើយថាឃើញមានចំណុចខ្វះខាតហើយមនុស្សពីរមានការចាប់ផ្ដើមផ្សេងគ្នាយើងមកពីគ្រួសារអត់ធូរធារទេគេជាគ្រួសារដែលធូរធារអញ្ចឹងច្បាស់ហើយថានៅពេលដែលយើងប្រៀបធៀបយើងច្បាស់ជាឃើញនៅចំណុចខ្វះខាតរបស់ខ្លួនយើងដោយសារតែយើងអត់មានថវិកានៅក្នុងការផ្គត់ផ្គង់ឲ្យខ្លួនឯងទទួលបាននៅ lifestyle ដែលល្អដូចគេអញ្ចឹងទៅប៉ុន្តែសូមមើលឲ្យលើសពីអាចំណុចហ្នឹងមើលមកលើខ្លួនឯងវិញថាខ្លួនយើងខ្លាំងទៅលើចំណុចអីគេបើសិនជាការងាររបស់យើងហ្នឹងតើយើង specific ខ្លាំងទៅលើផ្នែកណាមួយអញ្ចឹងពង្រឹងអ្វីដែលយើងខ្លាំងខ្ញុំធ្លាប់អានសៀវភៅមួយដែលគេនិយាយថាដើម្បីធ្វើឲ្យខ្លួនឯងកាន់តែខ្លាំងតើគួរផ្ដោតទៅលើចំណុចខ្លាំងឬក៏គួរផ្ដោតទៅលើការពង្រឹងអាចំណុចដែលយើងខ្សោយអញ្ចឹងចម្លើយចំពោះស្ថានភាពហ្នឹងគឺគេផ្ដោតទៅលើចំណុចដែលយើងខ្លាំងមនុស្សយើងម្នាក់គឺមានចំណុចខ្លាំងមានចំណុចខ្សោយប៉ុន្តែបើសិនបើយើងផ្ដោតទៅលើអាចំណុចខ្សោយឬក៏ weakness ហ្នឹងយើងនឹងចំណាយពេលយូរមែនតើអញ្ចឹងជាជាងឲ្យការចំណាយពេលទៅលើកន្លែងខុសចំណាយពេលមកលើអ្វីដែលត្រូវ